ជំរាបសួរលោកស្រីអ្នកនាងកញ្ញាជាទីគោរពរាប់អាននៅពេលនេះគឺជាថ្ងៃ14 2025 ខែ4គឺជាថ្ងៃដំបូងចូលឆ្នាំខ្មែរនៅម្ដុំវត្តភ្នំនៅទីក្រុងភ្នំពេញដូច្នេះខ្ញុំបានទៅផ្ដិតយកទស្សនវិជ្ជាមនុស្សម្នាបានទៅលេងជាច្រើនអតិបរមានៅជុំវិញវត្តភ្នំថ្មហ្នឹងប្រហែលជាម៉ោង 4 ល្ងាចមនុស្សមិនសូវមានប៉ុន្មានទេប៉ុន្តែ4ជាង5 6 7ហ្នឹងមនុស្សច្រើនណាស់គឺធ្វើដំណើរគ្រប់ច្រកល្ហកសំដៅទៅលេងក្បែរវត្តភ្នំហើយមានភ្លេងតន្ត្រីលេងហើយភ្លេងទាំងអស់នេះមានរង្វង់មានបទសារវ័នមានបទរ៉េបធ្វើឲ្យអារម្មណ៍អ្នកដែលទៅលេងហ្នឹងមានអារម្មណ៍សប្បាយរីករាយរាំលេងតាមចិត្តរបស់ប្រជារាស្ត្រខ្មែរយើងមានអ្នកខ្លះបណ្ដើរគ្រួសារទៅអ្នកខ្លះដឹកដៃប្រពន្ធកូនឯពួកខាងក្មេងៗស្រីនាំគ្នាក្មេងស្រីក្មេងប្រុសនាំគ្នាដើរស្រសងដើម្បីសំដៅទៅវត្តភ្នំក្នុងនោះទៀតមានអ្នកទិញម្សៅហ្នឹងទាំងដបដើម្បីប៉ាតមុខហើយនឹងកំភ្លើងបាញ់ទឹកមានតូចធំហើយបាញ់ទឹកដាក់គ្នាហើយក៏ប៉ាតម្សៅដូច្នេះក្រអូបលាយឡំនឹងទឹកកំភ្លើងទឹកបាញ់ដាក់គ្នាហើយនឹងម្សៅហ្នឹងវាក៏អូបក្អែបពេញវាលទីធ្លាជុំវិញវត្តភ្នំមានអ្នកធ្វើដំណើរទៅមកគ្រប់ច្រកល្ហកអ្នកខ្លះទៅប៉ុន្តែថ្មនេះច្រើនណាស់សម្រុកចូលទៅមិនទាន់មកទេហើយសម្លៀកបំពាក់ដូចទូទៅឥឡូវនេះគឺទូទៅដូចជាបរទេសដែរលាយឡំគ្នាឯសម្លៀកបំពាក់បុរាណខ្មែរនោះមិនសូវមានទេនិយមទេអ្នកខ្លះដើរបណ្ដើរក៏រួមបណ្ដើរកាច់រៀងកាច់ក្បាច់តាមភ្លេងតន្ត្រីទៅហឹងអើងកងហើយមានឡានទឹកហ្នឹងមកបាញ់ទឹកព្រោះក្តៅមកហ្នឹងពេលល្ងាចហ្នឹងក្តៅញើសជោកចឹងហើយឡានទឹកហ្នឹងមកបាញ់ទឹកឲ្យត្រជាក់ខ្លួនម្នាក់ទៅទឹកត្រជាក់ខ្លួនស្រួលខ្លួនត្រជាក់ហើយក៏អូបពេញនឹងទាំងអស់ព្រោះម្សៅលាបម្សៅណាសបាយរីករាយខ្លាំងណាស់ចូលឆ្នាំ
ឆ្នាំ2025មុនដំបូងថ្ងៃដំបូងម្នាក់ក៏ភ្លើងតូចក៏ភ្លើងធំមានជំនួយឡានបាញ់ទឹកដើម្បីឲ្យតិចទៅជុំកុំឲ្យក្តៅពេកហើយបន្ទាប់មកពេលយប់ហើយល្ងិតបន្តិចមានបងអល់ភ្លៀងមួយមេទូចមកដើម្បីអបអរសាទរនៅថ្ងៃបុណ្យចូលឆ្នាំដំបូងអស់លោកស្រីអញ្ជើញទេសនាតាមគេហដ្ឋានឬមួយនៅប្រទេសក្រៅក្តីសូមអរគុណដែលបានចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំ2025គឺមនុស្សម្នាបានធ្វើដំណើរអ្នកលក់ដូរហូហែមានគ្រប់មុខនំបញ្ចុកមានអីមានសម្លការីសម្លអីចឹងទៅសម្លប្រហើរមានប្រហិតមានអីចឹងទៅនេះគឺប្រជាជនខ្មែរយើងធ្វើដំណើរទៅលេងវត្តភ្នំច្រើនណាស់មិននឹងមកពីណាទេមកកុំគ្នានៅម្ដុំហ្នឹងគឺជាថ្ងៃចូលឆ្នាំខ្មែរដំបូងហើយថ្ងៃនេះជាថ្ងៃមហាជោគជ័យចូលឆ្នាំដំបូងថ្ងៃទេវតាចុះមកកាន់លោកនៅចូលឆ្នាំខ្មែរហើយមានសភាពសบายរីករាយខ្លាំងណាស់มันមានអ្វីដែលធ្វើឲ្យស្ទះអីទេអត់ទេសบายណាមនុស្សម្នាក៏សភាពរំទុំសភាពល្អសบายរីករាយរាក់ទាក់ហើយញញឹមញញែមអត់មានបញ្ហាអីទេសบายខ្លាំងណាស់មើលនោះនេះគឺនៅវត្តភ្នំនៅទីក្រុងភ្នំពេញយើងហ្នឹងនេះម្នាក់នេះមានកំភ្លើងដើរសบายរីករាយកំភ្លើងបាញ់ទឹកនេះបងស្រីក៏ដើរបារើហូបបារើហូបអីទេតាពីហើយសบายរីករាយហើយអ្នកខ្លះដើរចេញទៅមួយអ្នកខ្លះដើរចូលមកនេះថ្ងៃកំពុងតែចាំងល្អណាស់រះពេញផ្ទៃមេឃថ្ងៃល្អស្រឡះពេលចិត្តភ្លៀងហ្នឹងមេឃជាទុំបន្តិចលឹមមកតិចភ្លៀងមករភ្លៀងឲ្យមកបន្ទុះមកអស់ទឹកភ្លៀងរៀងចេះម្នាក់សบายរីករាយដើរសម្ដៅទៅជួបគ្នានៅជុំវិញវត្តភ្នំក្នុងទីក្រុងភ្នំពេញអ្នកខ្លះពោកូននេះមនីទៅហើយកូនដេកលើស្មាហ្នឹងដើម្បីទៅសบายរីករាយគេហើយមើលនាងខ្ញុំឲ្យញើសដូចទឹកចឹងឡើងជោកអស់ឲ្យសក់អីញើសហ្មងនេះពេលថ្ងៃមិនសូវមានមនុស្សទេដល់ពេលចិត្តយប់ចិត្តល្ងឹតដូចអូយមនុស្សបុកមកគ្រប់ច្រកហើយអ្នកតាមផ្ទះហ្នឹងក៏ចាក់បាសចាក់អីរួមអូសบายឆ្នាំនេះអត់ដឹងដែរឆ្នាំហ្នឹងឃើញសบายចឹងនៅក្នុងទីក្រុងភ្នំពេញឆ្នាំមុនខ្ញុំទៅអង្គរវត្តឆ្នាំនេះអត់បានទៅគេទេនៅទីក្រុងភ្នំពេញម្ដងដើម្បីយកទិដ្ឋភាពមកជូននៅ
អស់លោកស្រីអ្នកនាងកញ្ញាទេសនាឲ្យបានសប្បាយរីករាយនៅក្នុងចូលឆ្នាំសើមអស់ហើយសើមសក់អស់ហើយសើមសក់សើមមុខសើមមាត់អស់អ្នកខ្លះស្លៀកខ្លីចឹងទៅគុលភ្លៅឡើងកតាន់អ្នកខ្លះស្លៀកខោខ្លីចឹងហើយពួកយុវជនគេដើរទាំងក្រុមចឹងសប្បាយណានេះយុវតីអញ្ចឹងនេះមានខ្លះមានម្ដាយមកនាំមកចឹងកូន2 3ក្មួយអីចឹងអូយមុខមាត់រីករាយណាស់ម្នាក់ប្រឡាក់សិតតែមួយសៅពេញថ្ពាល់ពេញអីអស់ឧស្សាហ៍ឲ្យទឹកជោកបាញ់ទឹកក៏ល្អដែរគេមើលគេចេះមើលគេបាញ់ទឹកគេអត់ចេះបាញ់ដាក់តិចដាក់អីទេគេបាញ់ដាក់តែខ្លួនហ្នឹងឯងហើយខេមរាមុំគេមានលក់ថងគេលក់ថងយើងទៅដល់ទិញច្រកថងកុំឲ្យទៅទឹកហើយខេមរាខ្លះទៅទឹកបានអត់អីនោះពាក់អង្គហ្នឹងសខេមរាហ្នឹងគេដាក់ថងពាក់កុំឲ្យគេបាញ់ទឹកយើងការពារទៅទឹកអត់បញ្ហាល្អមែនទែនគេមានសម្រាប់ដាក់ខេមរាយើងចូលទឹកទៅវាអត់ល្អគេមានសម្រាប់លក់ហ្នឹងឲ្យយើងទិញយើងទិញឲ្យដាក់នោះបតោកកទៅបាញ់ទឹកអីបាញ់នោះមានទឹកទេហើយបើខេមរាណាចូលទឹកបានគេដាក់អំវាលមកក៏ភ្លើងគ្រប់ម៉ាកក៏ភ្លើងបាញ់ទឹកជំនាន់នេះជំនាន់ក៏ភ្លើងបាញ់ទឹកមើលម្ដងសបាយគ្មានណាចេះឆ្លោះគ្នាចេះអីទេណាអត់អោនគ្នាប៉ះអីទិញទួចប៉ះខ្លួនអីទិញទួចមិនដែលមានណាខឹងអំបាលអីទេអត់ទេល្អណាស់ខ្លះចេះសុំទោសគ្នាទៀតណាឥឡូវមនុស្សដើរមកពីទិសខាងនោះមានបារាំងមួយដែរជនជាតិផ្សេងនាំគ្នាដើរទៅដើរលេងសូមអស់លោកអញ្ជើញទេសនាដោយរីករាយ